ខ្មែរសូត្រធម៌ចិត្តទៀតញោមឲ្យដូច្នេះជំនឿសាសនានេះប្រវត្តិអ្នកតាកើតឡើងបើតាមលើកឡើងបាញ់មិញយើងលើកទី1ថាសាសនាមានតាំងពីដើមជំនឿដើមរបស់មនុស្សយើងតាំងពីពុទ្ធសាសនាមិនទាន់មានហើយយើងធ្លាប់ជឿនៅកន្លែងគោរពអរុគអរិយអ្នកតាបារមីបកែដោយអាត្មាតែងតែនិយាយរៀបរាប់ខ្លះមានដូចយើងតែងហៅកន្លែងជំនឿដែលធ្លាប់ជឿបកែថាព្រះអង្គដងកាលជំទាវតីលោកយាយម៉ៅលោកតាបច្ចៅលោកយាយម៉ាលោកតាម៉ៅព្រះអង្គខ្មៅលោកយាយដូនពេញព្រះអង្គសកាលេញភ្នំព្រឹកទឹកវិលភ្នំដិលពេជ្រនិលពពកវិលពពាលខែចែចង់កបរិយបាក់សីចាំក្រងអង្គជែកអង្គចំក្រហមកអង្គពូអង្គពៀនអង្គពាន់អង្គកែវគង់កំពង់អាស័យលោកយាយព្រៃជ្រុងចង់ព្រែកផ្ទោលអ្នកតាមេសពោរងមកពោបរិយព្រៃវាពហិសួរពហិសំណសស100ព្រែកកយភ្នំកង្វារកាកោងលវាទេតាកហេទលេ4មុខភ្នំសតុកសបុកសបោសពរកាលីភ្នំប្រុសភ្នំស្រីហាន់ជ័យអរិយខ្សាត់ផាត់សណ្ដាយបារាយស្វាយរៀងស្វាយជ្រុំកងជុំស្វាយតនីតឌីជីអាវជីសែនខុនផែនខុនឆាងព្រះអង្គឈូងខ្លាំងវត្តប្រាំង7 3ឲ្យដងម៉ែជ័យព្រៃបាំងម៉ែបានបាកានស៊ីធោអង្គក្រៅតាកប៉ៅអង្គក្នុងប្រយ៉ងកោអង្គជ័យលោកយាយយ៉ាតភ្នំនៅវត្តប្រាសាទភ្នំប្រសិទ្ធតបងដៃពញាក្រែកព្រែកបកងតបងកញុងថ្មរុងហោងតាសំរោងទួលសម្រែតានរាយគោកពទាយយាយទេផ្សាក្រោម8ឆោមភ្នំបក្រាលវាលថ្មបោះទឹកផោះថ្មបាំងវាំងចាស់ស្រះតម្រៃពើងឥសីពើងពជាវកតួងខៀវដូនទាវតស្រស់កោះញែកព្រៃចែកយាយផ្លំបាខំតាំងគោកតបោកខ្មៅកបៅជ្រុំថ្ម3ដុំភ្នំត្បែងមានជ័យម្ចាស់ព្រៃព្រឹក្សានតាចាស់ស្រុកអុកញ៉ាឃ្លាំងមឿងរុងរឿងដោយរិទ្ធវត្ថុស័ក្តិសិទ្ធិគ្រប់វត្តអារាមតាមទីទួលអាស្រមព្រៃភ្នំក្រំថ្មលំហសមុទ្រស្ទឹងបឹងទលេជួរទទេកំពង់ទេឈូងឆក់ច្រកជ្រោះជ្រងច្រឡងដងអូសិតតែកន្លែងយើងធ្លាប់មានជំនឿទាំងអស់ហ្នឹងហើយមានតាំងព្រះអង្គឈូងខ្លាំងអញ្ចឹងនៅខាងបាក់ដោកអញ្ចឹងទៅហើយពោរងមនៅខាងកំពង់អាស័យអញ្ចឹងទៅហើយលោកយាយព្រៃជ្រុងនៅខាងនោះញោមញាតពុទ្ធបរិស័ទជំនឿទាំងនេះជាប់នឹងផ្នត់គំនិតដែលមាននិទានមកដែលគេថានតាកើតពីនេះពីនោះនឹងពីដើមវាមានរឿងអញ្ចេះនតាខ្លះហ្នឹងបើយើងគិតតាមបែបពុទ្ធសាសនានតាហ្នឹងជាតួអមនុស្សមួយគឺជាភូមិទេវតាភូមិទេវតាហ្នឹងគឺនៅអ្នកលេងកាមគុណតាអ្នកលេងកាមគុណមិនទាន់សម្រេចអរហត្តសោតាអីនៅខឹងនៅស្រឡាញ់នៅស្អប់អញ្ចឹងដែរតានតានឹងវាមានរឿងនតាខ្លះចេះជួយមនុស្សនតាខ្លះវាកើតឡើងមកដោយសារមនុស្សស័ក្តិសិទ្ធិឯណានីមួយឧបមាដូចយើងហៅថានតាឃ្លាំងមឿងកើតឡើងដោយសារមេតបឃ្លាំងមឿងអញ្ចឹងទៅដែលចេញតស៊ូទៅឥឡូវខ្លាចជានតាឃ្លាំងមឿងហើយនៅខាងកោះកបីគេអតីតសក្តិកោះកបីពីដើមអុកញ៉ាកលាហោមគង់ដល់ស្លាប់ទៅឥឡូវគេធ្វើអាស្រមទៅជាអ្នកតាមួយទៀតអុកញ៉ាកលាហោមគង់ហើយនៅបាត់ដបងតាដបងកញុងដែលឡើងបានគ្រប់គ្រងរាជ7ឆ្នាំ7ខែ7ថ្ងៃចាញ់បារមីព្រះអង្គកលដែលគេគប់ដែលប្របាទពញាក្រែកព្រហ្មកលហោះមកទាញដបងនឹងគប់ទៅដបងនឹងគប់មិនត្រូវធ្លាក់ចូលព្រៃបាត់រមឃើញហៅតែព្រៃបាត់ដបងហ្នឹងហើយតាដបងកញុងហ្នឹងក៏ចោះចាញ់ទៅចោះទៅនៅខាងព្រះវិហារទៅនៅខាងឡាវបាត់ទៅនោះហ្នឹងទៅជាតាដបងកញុងគេឆ្លាក់រូបប៉ុណ្ណានៃនោះតាដបងកញុងមួយចឹងទៅឲ្យដល់មកពោធិ៍សាត់នតាឃ្លាំងមឿងចឹងទៅឲ្យដល់មកកំពង់ឆ្នាំងយីទេផ្សារក្រោមចឹងទៅដល់មកព្រៃក្តាំនតា8ឆោមចឹងទៅហើយដល់ទៅភ្នំសិទ្ធមាននតាដបងដែកដែរមានអីសីសិទ្ធដូច្នេះនតាខ្លះជាប្រវត្តិរបស់អ្នកតស៊ូប្រវត្តិអ្នកតស៊ូដូចជាខេត្តតាកែវនឹងមកពីឈ្មោះតាកែវយាយកែវនឹងឯងដែលជាអ្នកចិត្តល្អដល់ស្លាប់ទៅគេគោរពបូជាតាកែវយាយកែវក៏វាទៅជាខេត្តតាកែវនឹងទៅពីព្រោះថាគាត់តែងទៅធ្វើផ្ទះធំទទួលរាក់ពាក់ភ្ញៀវណាមកពីចិត្តពីឆ្ងាយអត់មានកន្លែងសម្រាកអីក៏ឲ្យមកសម្រាកកន្លែងផ្ទះគាត់ដល់ពេលគាត់នឹងមានចិត្តល្អទៅស្រាប់តែជំនាន់បារាំងហ្នឹងគេត្រូវធ្វើសាលាខេត្តហើយវាអត់មានដីធ្វើតាហ្នឹងគាត់សបោដីគាត់បកគលដីឲ្យអាណាព្យាបាលបារាំងដើម្បីយកធ្វើសាលាស្រុកសាលាខេត្តហ្នឹងគេក៏ធ្វើសាលាខេត្តហ្នឹងយកដីរបស់លោកតាកែវលោកយាយកែវហ្នឹងក៏គេដាក់ឈ្មោះគាត់ថាខេត្តតាកែវអញ្ចឹងទៅហើយអាទីក្រុងតាកែវហ្នឹងក៏ដាក់ថាទីក្រុងដូនកែវដើម្បីរំលឹកពីឈ្មោះតាកែវយាយកែវហ្នឹងអញ្ចឹងមកញោមមើលกันណានៅឯខេត្តបៃលិនពីដើមគេហៅថាភេលេងទេតែភេលេងហ្នឹង
เพลเลงสเซเชียซอปรังจุนอนปรังกันกับเชียนาเชียบ้าคิดเสียซอละตั้งดอลลาร์อันตะจีไปเล่นตามพัดเพลงโปรเนี่ยได้เตอรอกับออกกับชื่อตรอทบงตะบันสัตว์นั่งวิเคยแต่งแต่เมียนเพมาเลงกับไรนั่งมันเราให้เกมดังหายทำไมกี่หายเพเลงไอ้สลับตะกี้เรือบานดมทมอปัวสะอาดกี่โยมมาลุโยมมาปังหันเนี่ยชมวยไทยกี่จองบานกี่ท่านไหนมีน่ะทมอนั่งติดประเภทนานั่งเอาแต่เคยประเภทจังโยมมาติดโยมมาจำติ้งไอ้เกจแต่ดาวรอกระไรนั่งดังถ้ากระไรนั่งเมียนทบงดอลลาร์เสียซอเพเลงอยู่อ่านแรงเต๋อวิเตอร์ชิไปเล่นเต๋ออ่านตามปรังเตอร์ชิไปเล่นเต๋ออ่านตามปรังไปเล่นเสียจะนอนดำนั่งเมียนในขานั่งเมียนปีใดกระปงไพโอแก้วดอลลาร์อ่านอยู่เตอร์ชิออกแอลอยู่อาซอกกากอนังมวยเต๋อวิเตอร์ชิโอแก้วโอนังก้อนังออกเราเต๋อนังซอลแอลหรือเต๋ออ่านออกแอลเต๋อโกสังสินมาปีโกเจนสินในอย่างเต๋อจะโกสังสินให้กลายเนาะไปเล่นนั่งเพลงนั่งเมียนเยตามันเนี่ยแต่เมียนรัสซาลดอลลาร์ชโมทเยียดนั่งกอดเนี่ยรัสซาลดอลลาร์ปะไปทลายทลาให้เราโหดดอลจูลมนุษย์ก็มาสำหรับสัตว์นาได้โรซีมุกระบอบบัญสัตว์ประมาณกอดหามเกก็มาตัวสำหรับสัตว์ได้กอดจูลเกก็มาตัวสำหรับสัตว์ตีบ่มพดเกก็รบโบเชียสลันกอดสลับตื้อการตื้อเชียนตามวยเมียนบารมีปะแกในพนมยาในไปเล่นนั่งเถอะไอ้ดอลลาร์ยิมมาปิดนั่นเลยเนี่ยคนละใบคลังได้ยิมมาปิดนั่นแหละธรรมะทลบสำแดงประวัติยิมมานั่งโดยปืษดานั่งมากระแสแต่มาร้องปืษดาปีประวัติยิมมานั่งเมียนใบบุญเรื่องอ่ะยิมมานั่งเมียนประปนในประเดี๋ยวกวาดชมูตะกรีเตยจุ่มนุนชวนปลายลุกนัดโดยคางกอกองยิมมานั่งทานนอนเนี่ยในคางไตนั่นยังเอาเต้ไอ้การนั่งดอลลาร์เปลบัดประเดี๋ยวนั่งอยู่ก็มาตามประเดี๋ยวนั่งเต้มาตามประเดี๋ยวนั่งเต้ดังถ้าประเดี๋ยวนั่งเมียนประปนจองดอตีเตี้ยเต้ก็กอดนั่งสำรับจัดโลดไปเลยตุกนั่งตั้งเมียนไตโปนั่งนะโลดไปเลยไตโปปลวดตุกกับปลาได้กอดกับปงชีนั่งเวกลางเวกืนแรงเติมมกเวแรงเติมมกเต้คลายสลับมนุษย์มากับปลานั่งมาจากกับปลานั่งไพ่ไอ้จังเต้ยัยนั่งก็กอดศพจัดทัดทานลูดสำลับคลุนเตอร์เมียนเรื่องราวแวงชงาจังเตอร์ก็ไปได้กอดสลับเตอร์ก็คลายแต่เจนตามวยปากแกในกระไรน้องชโมทานตาลูกยัยมานึงอันนั้นมาเรื่องเตอร์เรื่องมวยเต็ดกิทายิมานึงตะกรีปดาเนี่ยดามาขังไหลบวชเป็นเนินลังสลับแต่จูบคลาก็รถดังเนี่ยมาสลับในกระไรนึงยังเตอร์ก็มวยเตอร์ให้มวยเต็ดทายิมานึงจิชโมเมตัวตั้งดับปีได้ปากแกระบอกไม้เมียนตัวมวยชโมชิมติวมานึงก็ปากแกจังเตอร์อันนั้นประวัติยิมมาเมียนแวนชงายปั้นได้ไปคลายไปเจยิมมานั่งคลังปากกายปั้นได้ใบเรื่องเมานั่งเมาปีป้าจอมกระไรเนี่ยมนุษย์เจเต้ปีดามจะนอนจะป้อนแกนมนุษย์เอาแต่ชิดกับทมอนั่งทัวเพลย์เลยบุญนั่งกับทัวเพลย์ตั้งวิตกับจอมมากระไรเกนเอาน้องเฮ้ยมนุษย์เจตสลับตะกับสลับตัววอดดังเมียนภูมิมวยกี่หางแต่ภูมิไม่ไม้อ๋อลิงปลอสลับอ๋อเนอซอลใส่สลับเสียบแต่อดดังเรื่องเสียบแต่นี่ยิมมามาโจละเด้งในประปนกนลงเมคมนั้นไปโจมาโจรูปแต่ปราทเกมันดังเยื้องอ่ะเกมันดังเยื้องเยื้องในกระไรนั่งเกมันดังเกมาก่อกายกระไรเยื้องบ้านส่วนนอมดังเรื่องจังแต่เกก็กรบโบเชี่ยกิทเวกตอมยิมมานั่งเอากิสมขมาโตเกกรบให้ปากกายนะสมัยนงนาทัวตำนากัดนั่งเกกรบนะเกโยนลุยแต่ดักจราดักลุยดักเมียดักกะเสียบตะเมียนจันมวยหนึ่งเป็นกอดเคยกะยิมาฉะนั้นแต่บุบยิมาเล่นเบียยกเบียติใจเล่นไปเนี่ยยิมามาดองทัวจันยิมาลูกยัยชนะขยมละโหดชนะเลือกก้อยเลี้ยงเอาชนะยิมาโยนลอยวิ่งตะบงเล่นจันยิมาดักลอยเอายิมาดอลละก้อยเลี้ยงทัวโคลนายชนะมาดองผมโมลอยไปยิมาก็มาวิ่งชื่อสลับเราดอนเนี่ยกิตึงบอกอสมัยโรซีเมียนบ้านกิตทัวสรอมทัวสรอมทัวโตมเอาเตยชีปากายระโหเตยไอ้บ้านโลกเควรัตเจวเรศในตูในกลายนั่งก็ไทยซากาปีให้กิติงโยรูปจำละยิมาในตังปีข้างอะไรสัตว์ข้างไอ้เนี่ยเตอดักโยเตอเรื่องแวงชงายไอ้ปีดามกาดอลมาเลยคล้อยอารัตเนยยิมาโจกันซาลยิมากันซาลใบทุกบ้านกอดสโลจังเตออันนั้นจุ่มเนื้อมวยจังได้เวกาดมาปีเรื่องประพบเมียนจุ่มเนื้อดามบ่มนุษย์นั่งมวยโดยเชียลูกใหญ่โดนเป็นคลายปีลูกใหญ่เป็นได้กอดเรือบานดามก็กินได้มองมุกนั่งเติมเมาเติมดอลละเรือบานมอโอ้เตียงล้างมันล้างตัวมนลูกตาวัดลังกามอก็ลูกเด่นเตียงดักเยอะแต่ข้างวัดในเปรตเปียกปลอดดักเยอะแต่ข้างเปรตเปียกปลอดให้โยมสกอลเปรตเปียกปลอดเลยเปรตเล็บนั่งไง
ព្រែកលៀបហ្នឹងមកពីពរាជាប្រសូតបុតនៅព្រែកលៀបហ្នឹងបានគេដូរអាព្រែកពាក់ព្រាត់ហ្នឹងហៅថាព្រែកលៀបព្រោះកន្លែងឲ្យលៀបនៅខាងអរិយខ្សាត់នៅខាងនេះហ្នឹងអរិយខ្សាត់ហ្នឹងពីដើមគេមិនហៅអរិយខ្សាត់ទេមកពីស្ដេចសូរិយោពណ៌ធ្វើវាំងនៅតំណឹងហើយស្ដេចសូរិយោពណ៌ហ្នឹងមានងារជាព្រះអរិយខ្សាត់ដល់ទៅលោកសកុតទៅគេបូជាសពលោកនៅកន្លែងហ្នឹងហើយគេធ្វើវត្តកន្លែងមេនបូជាហ្នឹងធ្វើពហិនៅទល់សពថ្ងៃគេដាក់ថាវត្តអរិយខ្សាត់ទៅតាមឈ្មោះស្ដេចសូរិយោពណ៌កគីនឹងអូសមិនឡើងទាញយកទៅនោះបានឡើងនៅខាងវត្តព្រែកបកងក៏បានពុះដើមកគីនឹងជា2ទៅធ្វើជាពុទ្ធរូប4មុខនឹង2មួយដាក់មកវត្តភ្នំមួយដាក់នៅវត្តព្រែកបកងក៏សាង2ដំណាលគ្នាបើធ្វើបុណ្យវត្តភ្នំគេធ្វើព្រែកបកងដែរព្រោះវត្តព្រែកបកងកើតដំណាលវត្តភ្នំនឹងនេះកើតជាលោកយាយដូនពេញនឹងនតាមួយដែរកន្លែងគ្រប់នៅបាត់ដំបងមាននតាមួយទៀតគេហៅដូនទាវហើយយើងធ្លាប់ឮតាមលោកតាសមុទ្រថាកលាប់ដូនទាវដូនទាវនៅកែងខាងលិចសាលាតអនដូនទាវហ្នឹងនៅកែងកន្លែងកំពង់សបួរហ្នឹងឆ្លងទៅអូតរស់សុះអីហ្នឹងខាងកើតមកសាលាតអនមកខាងនេះកំពង់សបួរដូនទាវហ្នឹងគឺជាឈ្មោះមនុស្សដែរនៅខាងកំពង់ចាមហ្នឹងឈ្មោះយីទាវហ្នឹងជំនាន់កថាថនឈុំកថាថនញញនិងមេតបបដិនគ្រប់គ្រងនៅខេត្តបាត់ដំបងហ្នឹងហើយដល់កថាថនឈុំហ្នឹងចាប់យកនាងទាវហ្នឹងទៅធ្វើជាប្រពន្ធនាងទាវហ្នឹងនៅបាត់ដំបងហ្នឹងយូរនឹកស្រុកចង់មកស្រុកហើយសុំប្តីមកប្តីមិនឲ្យមកហើយដល់គេមិនឲ្យមកចេះតែពីប្រឹងតស៊ូរត់មករត់លួចជិះតាមទូកតាមស្ទឹងសង្កែបាត់ដំបងហ្នឹងដល់ចុះមកដល់អាកែងក្បែរវត្តកែវសពថ្ងៃហ្នឹងកែងខាងលិចវត្តកែវហ្នឹងក៏ទាហានគេតាមតន់គេសម្លាប់ចោលនៅតំណងទៅកើតជាយីទេពមួយខ្លាំងបកែជំនឿគេបន់ស្រន់ទៅក៏វាទៅជាយីទេពមួយគេហៅថាដូនទាវអញ្ចឹងទៅហើយបើនៅឯខាងកោះកុងឯនោះគេជឿទៅលើយីអាវយីសែននោះមកកន្លែងទៀតទៅញោមញាតពុទ្ធបរិស័ទទាំងនេះហើយគឺជាប្រភពប្រវត្តិនតាដែលកើតឡើងហើយនតានេះកើតឡើងតាមរយៈមនុស្សដែលមានបារមីខ្លាំងប្រកែពីមុនប៉ុន្តែតាមពិតមួយទៀតមានពីដើមមកស្រេចគេហៅថានតាចាស់ស្រុកគឺពួកភូមិទេវតាដែលមាននៅលើដែនដីហ្នឹងហើយពួកភូមិទេវតាហ្នឹងវាមានគេហៅថាកាចមានហៅថាស្លូតណានាចេះគោរពទៅក៏ស្រឡាញ់ទៅណានារៀងឆ្លើយប្រហើនទៅក៏មិនចេះគោរពមិនចេះស្រឡាញ់ទៅក៏មិនថែអាសាដែរហើយអ្នកខ្លះក្បត់ពាក្យសច្ចៈក្បត់ពាក្យសន្យាខ្លួនឯងហ្នឹងក៏វាមានបាបចឹងដែរនៅខេត្តត្បូងឃ្មុំក៏វាមានរឿងជាប់ពាក់ព័ន្ធជាមួយនតាខេត្តត្បូងឃ្មុំហ្នឹងបានគេហៅត្បូងឃ្មុំមកពីនតាបេងហ្នឹងហើយសប្តាហ៍ថ្ងៃនៅនតាបេងនៅល្បីហ្នឹងនតាហ្នឹងចេះប្រែកាឡាជាមនុស្សណាហើយប្រែកាឡាជាមនុស្សទៅលេងទៅពីទៅពីជាមួយប្អូនលោកគ្រូសក្រាចវត្តហើយដល់លោកគ្រូសក្រាចដឹងថាលោកតានឹងខូចចាប់លោកតានឹងចងហើយឲ្យគេកប់រូបចម្លាក់លោកតានឹងដាំក្បាលចុះទៅក្រោមកន្លែងលោកតានឹងក៏ដោះដើមបេងគេហៅថានតាបេងហើយមានឃ្មុំមកនៅលើដើមបេងហ្នឹងឃ្មុំហ្នឹងនិយាយពីឃ្មុំធំកាចនោះកាចតណានាដើរទៅធំក្លិនចំហាយមនុស្សហ្នឹងដេញតិចតល់តែស្លាប់ខ្យល់មកពីជើងរ៉ែតែមនុស្សដើរទៅធំក្លិនចំហាយមនុស្សដេញតិចតល់តែស្លាប់មកលោះហើយមនុស្សយើងស្លាប់អស់ច្រើនបានចាស់គេដឹងមូលហេតុថាមកពីធំក្លិនដល់ឃ្មុំគេហាមកុំឲ្យដើរពីខាងជើងឲ្យដើរពីខាងត្បូងដើរពីខាងត្បូងឃ្មុំហ្នឹងបានឃ្មុំវាមិនតិចយូរទៅវាជាប់ពីត្បូងឃ្មុំឥឡូវឡើងជាខេត្តត្បូងឃ្មុំហ្នឹងទៅហ្នឹងមកពីនតាដែរញោមញាតពុទ្ធបរិស័ទនៅខេត្តព្រៃវែងយើងនតាដែលល្បីជាងគេប្រចាំប្រទេសកម្ពុជានតាមេសបនកក្រើករំពើកញាប់ញ័រហ្នឹងក៏ជាអតីតមេតបមួយដែរនឹងคล้ายទៅជានតាមេសនៅក្នុងជាកាច់ពុទ្ធបរិស័ទនេះនតាមួយដែលកើតឡើងមកដោយសារអ្នកដែលមានបារមីដូចជាមេតបនតាមួយជាតួអមនុស្សស្រាប់ឬមួយក៏អ្នកដែលស្លាប់ទៅនឹងហើយក៏ប៉ុន្តែអមនុស្សនឹងកាន់ថែរក្សាទៅក៏កើតទៅជាគោរពចឹងទៅតាមពិតអ្នកស្លាប់ទៅមិនមែនអង្គុយតែកើតទៅជានតាទេអ្នកខ្លះក៏ទៅកើតជាទេវតាក៏ទៅកើតជាមនុស្សហើយប៉ុន្តែយើងនៅតែគោរពបូជាទៅធ្វើឲ្យអមនុស្សនៅកន្លែងនោះគេកាន់ទៅហើយអមនុស្សខ្លះគេហៅថាប្រយ័ត្នមាត់ប្រយ័ត្នកហ្នឹងអាត្មាធ្លាប់ជួបប្រទេសដែងវិលខ្នាច់ល្មាសខ្ញុំដែលស្គាល់ខ្នាច់ល្មាសអត់បើថាមិនស្គាល់ផ្នែកល្មាសដូចតែមិនស្គាល់ប្រាំងអាត្មាដែរផ្នែកល្មាសនេះមានមនុស្សមួយគាត់ធ្លាប់ស្ទុងនៅអីទៅអីអូវែងហើយដល់ទៅពេលនិយាយពីឆ្លើងទៀមឆ្លើងនោះឆ្លើងហើយមនុស្សនេះខ្លាចឆ្លើងណាស់
គាត់ខ្លាចឆ្លៀងនឹងមិនដឹងថាស្ទុងគេអាមិនអីកើតស្ទុងនៅនោះក៏បែកអូវែងនោះដល់តែពេលឆ្លៀងច្រើនពេកគាត់ស្ទុងមិនកើតគាត់បែកបនណតាទៅអីណតាអើយជួយខ្ញុំផងណតាឲ្យជួយខ្ញុំផងហើយដល់ទៅជួយទៅថាធ្វើម៉េចកុំឲ្យឆ្លៀងមកទៀមខ្ញុំចាំខ្ញុំថ្វាយនំអញ្ចឹងមកស្ទុងហ្នឹងគេអត់មានឆ្លៀងទៀមសោះនៃគេឆ្លៀងទៀមលាត់គាត់អត់មានឆ្លៀងទៀមមួយទេហើយគាត់វាភ្លេចអាពាកដែលគាត់បែបនហ្នឹងស្អែកឡើងទៅស្ទុងកន្លែងផ្សេងស្អាតឡើងស្ទុងកន្លែងផ្សេងថ្ងៃក្រោយមកច្រូតនៅទៅនេះថ្ងៃល្មាសនេះស្រាប់តែច្រូតងើបឡើងហ្មងលោកតាមកពីណាមកលោកតាហើយគូមៀតធំម្លេះគ្រាន់តែថាប៉ុណ្ណឹងហើយដួលបកាច់ពេញទៅមកស្រែហ្នឹងគ្មានវិណាចាប់ឈ្នះទេរត់ទៅយើងពី3នាក់ទៅចាប់មិនឈ្នះតម្រាំជាងទៅចាប់យកអាកដៀវនឹងចេញកុំឲ្យមុតដល់តែយកកដៀវចេញបានស្រាប់តែឡើងអង្គុយឆ្ងក់ហ្មងស្ដីឲ្យថាយកនំឲ្យអញហើយដល់អញ្ចឹងទៅចាស់ក៏សួរថាហើយនៅឯណាអញទៅអីគាត់ថាអញ្ចឹងហើយក៏ចេញទៅបាត់ទៅបានមនុស្សនឹងសួរថាហើយខ្ញុំថៃគេហ่ะខ្ញុំថៃគេមើលខ្ញុំថៃគេហើយយើងមិនជឿក៏ថាមិនបានពីព្រោះថាវាជាទំនៀមទម្លាប់របស់ស្រុកយើងវាមានអញ្ចឹងហើយខ្នាច់ល្មាសនេះញោមញាតអ្នកធ្វើស្រែម្ដុំខ្នាច់ល្មាសហ្នឹងតែធ្វើឲ្យតែមិនធ្វើពិធីសែនព្រិនណតាហ្នឹងដល់តែបាត់កបីមករកឃើញតែហ្នឹងញោមហើយតែបាត់កបីបាត់គោនៅឯថ្នោតកំពង់អាស័យជីកហឹមនេះមកនៅខ្នាច់ល្មាសហ្នឹងទាំងអស់កបីគោម្លោះហើយគួរមានជំនឿអញ្ចឹងដែរហើយខាងលោកយាយព្រែកផ្ទោលនេះមួយតែមនុស្សណាធ្វើអីមិនស្រួលនិយាយកែងខាងអីទៅនោះរត់សងប់មួយសពមម៉ូតូអាត្មាហ្នឹងមកឃើញខ្លាកំពុងអង្គុយឃើញកពើក៏មានអ្នកខ្លះឃើញខ្លាហើយឃើញកពើហើយឆ្នាំមុនមានក្មេងមួយថាអញមិនជឿទេវាមានខ្លាអីនៅទៅហ្នឹងអាហ្នឹងអ្នកណាដែលគេបារមីខ្ពស់ទៅគេមិនអីទេដល់អ្នកដែលរៀងល្មមបើណាតានឹងចង់លេងមានឆ្នាំមុនថាទៅហើយទៅស្រាប់តែចេញខ្លាមកមែនមានឯណាជិះម៉ូតូអូសម៉ូតូរត់ដួលឡើងគ្រិចជើងគ្រិចដៃអស់ជួនកាលចឹងដែរហើយកន្លែងនោះធ្លាប់មានជំនឿអ្នកដើរទូកអ្នកដើរអីក៏គេជឿតែហ៊ានតែជេរទៅពីទៅពីកន្លែងនោះខូចម៉ាស៊ីននៅទៅនោះខូចឡានខូចអីនៅទៅនោះទៅមិនរួចម្ល៉េះហើយបានជាវាមានជំនឿប៉ុន្តែក៏ធ្លាប់មានគេជូនដែរតាញោមនៅពេលដែលយើងចេះគោរពចេះអីអញ្ចឹងទៅមានគេជូនមានគេអីជូនដំណើរយើងឲ្យអត់វិញទៅជាយើងមិនឲ្យខ្លាចហើយអាហ្នឹងបើយើងជាអ្នកកាន់ពុទ្ធសាសនាយើងបែរទៅជឿអញ្ចឹងយើងដោះស្រាយតាមវិធីណាតើវាខុសឬត្រូវថាវាអត់ខុសទេពីព្រោះវាមានទេវតាមែនមានអមនុស្សមែនវាមានភូមិទេវតាអញ្ចឹងមែនបើយើងធ្វើល្អភូមិទេវតាហ្នឹងជួយអញ្ចឹងទៅមានអ្នកខ្លះគេឧបកិច្ចអានឹងឧបកិច្ចនឹងមកបែបដែរអាត្មានិទានលេងដោយរបៀបគេតាណាលេងណាគេនិទានមកនិយាយពីនៅកោះកុងគេដើររត់ទិញកបីញោមគេដើររត់ទិញកបីដល់តែដើររត់ទិញកបីអញ្ចឹងទៅគេទៅរត់ទិញមិនបានសោះស្រាប់តែទៅបែបបនតាមួយនៅតាមផ្លូវដូចគេជឿថាប៉កែគេថាលោកតាអើយលោកតាខ្ញុំសុំបែបបនលោកតាជួយខ្ញុំផងឲ្យទិញកបីបានចាំខ្ញុំថ្វាយកបីមួយហើយស្រាប់តែបែបបនអញ្ចឹងហើយទៅទិញបានកបីមែនញោមបានដូចចិត្តហើយដល់តែមកដល់ពាក់កោះអាកូនកបីនឹងមួយយកមកថ្វាយណតាហើយចងឲ្យជាប់ម្ដាយណតាហ្នឹងហើយដឹកមេកបីទៅហើយផ្ដាំណតាលោកតាខ្ញុំថាណែកូនចៅថាថ្វាយកបីលោកតាមួយឥឡូវថ្វាយមែនហើយប៉ុន្តែសូមផ្ដាំលោកតាកាន់ឲ្យជាប់ប្រយ័ត្នតែវាទាញណាតែវាទាញទៅខ្ញុំមិនដឹងទេព្រោះខ្ញុំថ្វាយហើយខ្ញុំថ្វាយហើយលោកតាកាន់ឲ្យជាប់ហើយដល់តែដឹកមេកបីយកទៅមានអាកូនមានតែនៅអីប្រហែលវារើទាញណតាហ្នឹងដាំដងពីលើខ្ទមហ្នឹងមកលាក់ពីលើខ្ទមអូសរត់ទៅចិត្តដល់អាមេហ្នឹងលម៉ងអាអ្នកដឹកកបីហ្នឹងវាថាអូអញហត់អញខ្ជិលអញពិបាកយកកបីអញយកកបីអញទៅវិញទៅអញយកទេអញពិបាកគ្មានអាណាមើលទេទាញអញយ៉ាងនេះយកទៅវិញទៅមិនខ្ញុំថាឲ្យកាន់ឲ្យជាប់មិនជឿខ្ញុំអញ្ចឹងឥឡូវឃើញដែរដល់ថាអញ្ចឹងទៅយកទៅវិញទៅអញលែងចង់បានទេកបីអញយកទៅចុះស្រាយយកមកវិញមកលើកណតាដាក់លើខ្ទមវិញទៅណែវាមានអញ្ចឹងដែរណាញោមអាហ្នឹងគេឧបកិច្ចហើយកន្លែងខ្លះពីដើមអ្នកខ្លះចង់សុំដីទៅនឹងធ្វើជាស្អីមួយដូចជាក្នុងវត្តចង់សុំដីធ្វើជាស្អីមួយអញ្ចឹងកន្លែងហ្នឹងណតានឹងកាចគេចង់សុំផ្ទេដីធ្វើផ្លូវធ្វើអីមានអ្នកខ្លះគេមកដាក់ផ្ញើអស់មួយថ្ងៃមិនបាច់តែអស់ទុយប៉ុណ្ណឹងរៀមដៃមានស្លឹកថ្នោតខ្លះមានច្បាំងអីខ្លះនៅហ្នឹងហើយដល់ផ្ញើថ្ងៃក្រោយទៅដុតភ្លើងវាចងាយមកវាឆេះរៀលដល់ខ្ទមណតារត់មកជួយផលិតមិនតាន់ស្រែកណតាអូយអាឡើងចេញណតាទៅនៅកន្លែងផ្សេងអត់កើតទេកន្លែងហ្នឹងឆេះហើយទៅនៅកន្លែងផ្សេងណតាហ្នឹងគាត់ទៅនៅតាមកន្លែងផ្សេងណាកន្លែងហ្នឹងឆេះខ្ទេចទៅប៉ុន្តែឥឡូវគេលែងធ្វើឲ្យវិធីអស់ហ្នឹងវាហាក់ដូចជាលេងសើចផងអីផងណា
kế có rạch tình này ôi thúc ôi tiên riêng chơi xuống bồn làng ruộng thầm ấy ấy chẳng tư bán chỉ riêng miền bị thị bòn mối cứ bị thị bòn làng ruộng cứ thầm đại làng ruộng là ta làng ruộng bong bọt đèo nè thai xa cà phê group cả lành hai nhôm nhiệtประเทศយើងដែលកាន់ពុទ្ធសាសនាហើយប៉ុន្តែដោយសារអតិពលជាប់សាសនាព្រាហ្មណ៍សាសនាណតាពីដើមហ្នឹងបានជានៅក្នុងវត្តមានខ្ទមណតាហើយវត្តខ្លះមានជាប់ពាក្យថាអង្គពាក្យតាំងពាក្យរលាំងពាក្យបាឧបមាថាវត្តអង្គក្រៅវត្តអង្គតាសោមអង្គមេត្រីហ្នឹងសិតតែកន្លែងអតីតសាសនាព្រាហ្មណ៍ហើយក៏មានខ្ទមណតាកន្លែងគេគោរពបូជាអញ្ចឹងជាហោហែមកពោលដោយខ្លីបែបសាសនាពុទ្ធណតាគឺជាអមនុស្សជាភូមិទេវតានិយាយពីអង្គភាពនៃទេវតាអមនុស្សនឹងមាន2អង្គភាពញោមដូចយើងខាងតាហ៊ានផ្សេងខាងកបាលផ្សឹងអញ្ចឹងហើយខាងនេះអង្គភាពមួយរបស់ព្រះអិនចុះពីព្រះអិនមកចាក់តឡោកបាលចុះពីចាក់តឡោកបាលមកពួកទេវតាស្លូតមាន3គឺភូមិទេវតាពួកភូមិទេវតារុក្ខទេវតាហើយនិងអាកាសទេវតានិងពួកស្លូតអង្គភាពមួយទៀតអង្គភាពយមរាជខាងយមរាជមកពីយមរាជមកយមផបាលមកពីយមបាលមកពួកព្រាយបិសាចពួកអរិយទឹកវាមានកំផន់ធូវាកំផន់ធីវាពួកអរិយទឹកដែលមានលឹងប្រប៉ិនក្អមឬពួកប្រប៉ិនពីងអង្គពួកហ្នឹងថែរក្សានៅដែនទឹកបើយើងចូលកន្លែងនោះខ្វះការគោរពវាមានអំណាចជាងយើងវាអាចធ្វើឲ្យយើងស្លាប់បានយើងហៅថាជើងកប់ហៅថាអរិយទឹកនិងពួកអមនុស្សកាចមួយបែបឈ្មោះថាកំផន់ពួកហ្នឹងពួកអរិយទឹកពួកកន្ធាប់ពោវាកន្ធាប់ពីវប់កន្ធាប់ពោវាកន្ធាប់ពីវាពួកកន្ធប់ប្រទេវតាពួកហ្នឹងគឺពួកជំនាញផ្ទះជំនាញទូកជំនាញអាទេសពួកហ្នឹងស្រឡាញ់ឈើនៅដើមឈើណាយើងកាប់ឈើហ្នឹងមកធ្វើផ្ទះពួកហ្នឹងមកតាមមកនៅផ្ទះហ្នឹងបានវាកើតទៅជាជំនាញផ្ទះជំនាញទូកជំនាញអាទេសពួកហ្នឹងកាចបើយើងមិនដឹងគុណម៉ែមិនដឹងគុណឪដាក់ជ្រូកងាប់ជ្រូកដាក់គោងាប់គោរស់ស៊ីចេះតែខាតចុងខាតដើមចេះតែមានជំងឺលកម្មលកោះមកពីយើងមិនចេះគោរពហើយបើចេះគោរពដឹងគុណម៉ែដឹងគុណឪថ្ងៃបុណ្យថ្ងៃទៀនចេះអុជធូបអុជអីគោរពបូជាអញ្ចឹងទៅពួកហ្នឹងថែអាសាពួកមួយទៀតអសរោវាអសរីវានិងនាគគោវានាគីវាពួកអមនុស្សដែលនៅលើដីនេះដែរប៉ុន្តែដើរតួជាយមផបាលថ្ងៃខ្លះចុះទៅវាយសត្វនរកថ្ងៃខ្លះដើររមើលមនុស្សយើងណាធ្វើអំពើបាបល្មមដល់គ្រប់ពិន្ទុអាចយកត្រឡប់ទៅវិញបានក៏យកត្រឡប់ទៅវិញបានជាយើងឃើញមនុស្សណាធ្វើអំពើបាបធ្ងន់ច្រើនតែអាយុខ្លីមកពីវាពួកនឹងប្រមូលយកទៅវិញពួកនេះនៅលើស្រុកមនុស្សយើងនឹងដែរដើរចុះដើរឡើងហើយពួកមួយទៀតគឺពួកប្រែតគឺជាកំណើតមួយបែបនៅលើដីនេះពួកមួយទៀតពួកអសូរកាយគឺជាកំណើតប្រែតមួយបែបដែលមានរូបរាងកាយវែងខ្ពស់ចឹងទៅហើយពួកម្រិញគង់វាលគឺជាស្អីគឺជាពួកភូមិទេវតានឹងឯងដែលទេវតានៅថែរក្សាលើដីរុក្ខទេវតានៅតាមដើមឈើអាកាសទេវតានៅលើអាកាសសមុទ្រទេវតានៅក្នុងសមុទ្រអីចឹងទៅតាមបឹងតាមទន្លេហើយអីទៀតមានពួកអមនុស្សផ្សេងក្រៅពីនឹងយ៉ាងច្រើនទៀតទាំងនេះហើយគឺជាប្រភេទអមនុស្សហើយពួកពាក្យថាបីសាច់គឺជាប្រភេទអមនុស្សស៊ីសាច់ឆៅអមនុស្សស៊ីសាច់ឆៅយើងហៅថាបីសាច់ពួកហ្នឹងគឺជាពួកខ្មោចប្រែតមួយបែបដែលមានកន្លែងណាមនុស្សស្លាប់កន្លែងណាគេចោលខ្មោចស្រស់វាទៅស៊ីសាច់ឆៅហ្នឹងហើយកន្លែងហ្នឹងយើងថាខ្មោចលងសាហាវនិយាយណាស្លាប់តៃហោងអីអូពួកហ្នឹងលងសាហាវតាមពិតមិនមែនពួកនឹងលងអីអ្នកស្លាប់ទៅគ្នាទៅចាប់កំណើតកើតឯណាប៉ុន្តែពួកអាបីសាច់ហ្នឹងវាមករស់ស៊ីសាច់ឈាមស្រស់ហ្នឹងវាខ្លាចយើងទៅរំខានវាក៏វាសំដែងរិទ្ធលងប្រឡាតយើងទៅយើងក៏ថាខ្មោចលងទៅណែហ្នឹងពួកបីសាច់ពួកស៊ីសាច់ឆៅមានរឿងកំណើតអមនុស្សនៅលើដីនេះយ៉ាងច្រើនទៀតប៉ុន្តែសំដែងយូរទៅទៀតខ្លាចគីឡូយាយតាប្របាក់ស្ដាប់ហើយអង្គុយហ្នឹងដូចខ្លាចក្រែងឈឺចកេះឈឺចកុងហើយចឹងចង់សួរប្រគុណម្ចាស់សំដែងម្ដងកណាហើយខ្ញុំកណាបញ្ជាក់ថារឿងទេវតាដែលញោមញាតហៅមកតាមពិធីបុណ្យហ្នឹងគឺមកទេវតាមានភ្នែកទឹកត្រជាទឹកគេអាចទៅមួយថ្ងៃបាន10 20 100 200រោងក៏បានដែរទេវតាគេមានភ្នែកទឹកត្រជាទឹកហើយទេវតាមាននៅគ្រប់កន្លែងយើងហៅទេវតាព្រោះទេវតាតាមជួយថែអាសាយើងពីដើមមានស្ដេចមួយអង្គលែងឲ្យគេហៅរាប់អានទេវតាលែងឲ្យគេគោរពរាប់អានទេវតាស្រាប់តែទេវតាលែងថែអាសាមនុស្សមេឃក៏វារាំងភ្លៀងសត្វក៏ងាប់មនុស្សក៏ឈឺស្លាប់អត់មានទេវតាថែអាសាញោមមកក៏ស្រាប់តែមនុស្សស្លាប់អង្គមគេរហូតដល់ទេវតាជំនុំគ្នាថាងគ្នាយើងហើយមនុស្សស្លាប់ច្រើនណាស់ទៅជួយមនុស្សផងគេក៏ឲ្យទេវតា2អង្គចុះមកនិមិត្តទេវតាមួយធ្វើជា
សត្វឆ្កែទេវតាមួយធ្វើជាមនុស្សចាស់កំពុងដឹកឆ្កែហ្នឹងដើរសុំទានគេសុំឲ្យតាំងពីដើមភូមិដល់ចុងភូមិសុំអត់ខ្ចីបានគេអត់ឲ្យគេលែងចេះអាណិតអាសូរគ្នាទៅហើយគេលែងចេះសង្គ្រោះគ្នាទៅហើយដូច្នេះហើយក៏សុំអត់បានអញ្ចឹងនឹកថាមនុស្សលែងចេះធ្វើបុណ្យលែងអីចឹងបានជាវាចង្រៃហិនហោចចឹងដើរចូលទៅក្នុងវាំងទៅសុំពីស្ដេចស្ដេចក៏ឲ្យបានម្ដុំពេលដែលស្ដេចឲ្យហើយក៏សួរស្ដេចថានៅស្ដេចក៏សួរថាណែលោកតាមើលទៅលោកតាដូចជាចាស់លោកតាមានដឹងដែរហេតុអីបានជាមនុស្សយើងនឹងចេះតែឈឺចេះតែស្លាប់ហើយមេឃរាំងភ្លៀងអីលែងមានសុខសប្បាយអស់ហើយចឹងលោកតានឹងថាខ្ញុំក៏មិនដឹងដែរក្រែងលោកព្រះអង្គលែងឲ្យគេគោរពបូជាទេវតាហើយទេដឹងយើងលែងឲ្យគេគោរពហើយបានលោកតានឹងថាអញ្ចឹងព្រះអង្គសាកឲ្យគេគោរពទេវតាវិញទៅក្រែងលោកទេវតាគេនៅនឹងដែរគេខឹងគេសបាបានយើងចេះតែគ្រោះថ្នាក់ចេះតែស្លាប់អញ្ចឹងបើអញ្ចឹងស្ដេចហ្នឹងក៏បញ្ជាឲ្យគេរៀបចំគោរពទេវតាហៅអញ្ជើញទេវតាវិញទៅក៏មេឃធ្លាក់ភ្លៀងមកវិញមនុស្សរស់នៅបានសុខស្រួលចេះស្រឡាញ់ចេះគោរពរាប់អានគ្នាក៏មានទំនៀមហៅទេវតាទល់សពថ្ងៃទៅម្យ៉ាងសូមអ្នកសាមណេរទៅភ្នំមហន្តលេប្រទេសសេរីលង្កាឡើងលើភ្នំហ្នឹងសូត្រធរសកេកាមេនឹងមុនគេហៅទេវតាផ្អើលពេញអាកាសចុះមកអញ្ចឹងហើយបានជាប្រសងលោកសូត្រមុនលោកចាប់សកេកាមេហៅតាមលំនាំសូមអ្នកសាមណេរអាចារ្យអញ្ជើញហៅទេវតាមកមុនព្រោះក្នុងកពីសត្រាសពសោតលោកថាមុននឹងធ្វើបុណ្យអីឲ្យយើងហៅទេវតាព្រោះទេវតាគេដឹងថាម៉ែឪយើងដូនតាយើងដែលស្លាប់ទៅនឹងទៅចាប់ជាតិកន្លែងណាមានទេវតាទេអាចដឹងបានហើយទេវតាជួយថែអាសាការពារកុំឲ្យអមនុស្សកុំឲ្យរបស់កាចឧបទ្រពចូលមកបៀតបៀនយើងហើយទេវតានឹងជាអ្នករំលឹកពុទ្ធឲ្យបានត្រាស់ទេវតានឹងឲ្យដែលคลายមកជាអ្នកតាចាស់ស្រុកអីហ្នឹងគឺជាភូមិទេវតានៅក្នុងធម៌យ៉ាងកញ្ចារមណង្គព្រះអង្គថាកលបុត្រប្រពនៅហេតុឯណានីមួយមានមេត្តាបៃតាជាអារម្មណ៍ត្រូវនឹកដល់ទេវតាទាំងឡាយមាននៅទីផ្ទះជាដើមនិងស្ដេចចតុលោកកបាលទាំង4សិនបានជាយើងត្រូវហៅត្រូវអញ្ជើញទេវតាតាមលំនាំនឹងប្រគុណជាអង្គម្ចាស់ឥឡូវឃើញថាអស់57នាទីហើយប្រគុណជាអង្គម្ចាស់កំពុងតកងតឹងថាមិនដឹងកាលបានសួរឯងម្ដងអានតែឯងវេត្រឡប់ទៅវិញនោះទេសតែមួយអង្គឯងមិនព្រមសួរឯងសោះឯងកំពុងចង់ទេសផងអីចឹងហើយសូមអធិស្ឋានប្រគុណម្ចាស់ហើយខ្ញុំកណាសួរទៀតហើយកុំតឹងរងចាំយូរពេកអីនិយាយពីបើយើងនិយាយពីទេវតាមានច្រើនព្រំទេវតាមាន6ជាន់នៅខាងលើនោះយើងហៅឆកាមាមានចាតុមតាវតੰយាមាដោះសិទ្ធនិមានរតីប្រនិមិតវសវត្ថីសំបីរុក្ខទេវតាក៏គេមានវិមានរបស់គេអាហាររបស់គេសំបីតែទេវតានៅក្នុងឋានសួគ៌ជាន់ខ្ពស់ក៏គេមានវិមានរបស់គេហើយចោះយើងនាំគ្នាធ្វើខ្ទមនតាធ្វើខ្ទមឲ្យបងបត់ហើយអាម៉េចក្រែងគេមានវិមានដែរអាម៉េចយើងចាំបាច់ធ្វើខ្ទមតើនតាមកនៅក្នុងខ្ទមនឹងឬក៏យ៉ាងម៉េចហើយប្រវត្តិកសាងខ្ទមនតានឹងវាចេញមកតាំងពីណាមកដែរសូមរតនាប្រគុណម្ចាស់ដោះស្រាយហើយនិយាយពីផលប្រយោជន៍ផងតើអ្នកធ្វើខ្ទមនតាអ្នកគ្រប់ប្រាប់អាននតានឹងវាមានផលប្រយោជន៍អីយ៉ាងណាដែរសូមរតនានិមន្តអន្តរទេរៈបងបិណ្ឌមហាផែចម្រើនមិនស្មានទៅផុតពីនតាហើយឥឡូវនៅនតាដែរវិញស្ដាប់ថ្ងៃនៅតែនតាទេវតាអីដល់មហាផែបងគ្រូថាផ្លែលោកថែចាំយូរឃើញសួរអត់មានចាំទេបងគ្រូស្ដាប់ទៅចេះគ្រូទៅសួរទៅពីព្រោះរឿងទេវតារឿងអរិយអ្នកតានេះមិនសូវជាមានអ្នកសិក្សារៀនសូត្រទេអញ្ចឹងមានតែអង្គគ្រូដែលមានចំណេះចេះដឹងកែខាងការសិក្សាស្រាវជ្រាវហ្នឹងគឺថាដឹងទាំងអស់យកទៅតែញាតិញោមបានស្ដាប់មិញហ្នឹងសង្ឃថាអ្នកតាទូទាំងប្រទេសហើយញោមបាទសង្ឃថាអ្នកតាទូទាំងប្រទេសបងគ្រូដឹងទាំងអស់អញ្ចឹងប្រហែលជាមានខ្សែបណ្ដាញញោមណាមានតំណែងតំណងជាមួយអ្នកតានឹងច្រើនបងអញ្ចឹងឥឡូវសំណួរដែលបងគ្រូចង់សួរគឺថាតើតោឬក៏រោងអ្នកតាដែលយើងតែងតែធ្វើហ្នឹងគេធ្វើដើម្បីអីពីព្រោះដោយតែព្រះអង្គគ្រូសម្ដែងមិញថាភូមិទេវតារុក្ខទេវតាអរិយទេវតាសពខានឆោកាមាវចរៈសួរតាវតੰយាមាតោតតានមានរតីដល់ឋានព្រំអីចឹងជាដើមគេមានវិមានគេមានអាហារសុខអីរបស់គេអញ្ចឹងគេមានវិមានរបស់គេយើងធ្វើរោងធ្វើតោហ្នឹងដើម្បីអីហើយមានប្រវត្តិរឿងរ៉ាវយ៉ាងដូចម្ដេចប្រវត្តិហ្នឹងខ្ញុំកណា
มันบ้านที่ศึกษาความรู้จักเจ้าเรื่องเจ้าปีนาปีนี้เพราะว่านะวังตั้งเรื่องมวยตาปีเรื่อง